ជាអញ្ជើញសម្រាប់ថ្ងៃមង្គលរបស់អ្នកខ្ញុំបានសន្យាមួយគាត់ថាឆ្នាំក្រោយផឹងអត់លុយការជាមួយនឹងគាត់ខ្ញុំអត់ចង់ឲ្យខកការសន្យាជាមួយនឹងគាត់ទេត្រូវខំផឹងអត់លុយទាំងថ្ងៃទាំងយប់ធ្វើតែបបាមិនក៏ដោយឈឺគាត់ហ៊ានសម្រាប់ដែរស្ដីបង អាឡាតេស្កហាម អាយឡាតេស្កហាបងត្រូវការអ្វីថែមមកបងអស់$2.15បងលេខខ្មែរ$8,900ទទួលបង10000ធីវីយកកាហ្វេមួយមេធីវីទៅមួយថ្ងៃការខ្ញុំអត់អីបងតែខ្ញុំបារម្ភគូទៅដល់ខ្ញុំមកបងចិត្តដល់ថ្ងៃការគាត់នៅតែធ្វើការវិញយប់ទៀតខ្ញុំបារម្ភខ្លាចគាត់ឈឺគាត់អីចឹងណាមួយគាត់បារម្ភខ្លាចពេលការទៅខាតហើយគាត់ចង់សល់ចំណងដៃខ្លះទុកជូនយាយបងជំរាបសួរបង បាទជំរាបសួរ បងពិធីកលក្នុងកម្មវិធីពីបេដងមែនបង ហ្នឹងហើយខ្ញុំហ្នឹងហើយបងចង់សួរបងថានៅខាងបងមានទទួលតេតងជាមួយនឹងការដាក់ស្នាខ្លះលើកម្មវិធីទៀតបងកម្មវិធីរបស់យើងនៅបន្តដំណើរការដដែលតាមានអីឲ្យខ្ញុំជួយបានខ្លះ ខ្ញុំចង់ដាក់ពាក្យស្នាឲ្យខ្លាខ្ញុំមកគូហ្នឹងបងមានខ្លាដែលកំពុងតែត្រៀមរៀបការមែនអត់បាទបងបាទគាត់ឈ្មោះដែរខ្លាគាត់ឈ្មោះRuby ជាមួយ TV បងគាត់មានកម្រងរៀបពីនៅពេលណាដែរគាត់មានកម្រងនៅ2-3 ខែទៀតបង2-3 ខែទៀតបាទបងសម្រាប់ប្រវត្តិរបស់គាត់យ៉ាងម៉េចដែរអាចទៅហើបខ្លះប្រាប់បានទេស្នេហាគាត់រៀងជូរចន់បន្តិចបងដោយសារតែខាងគាត់មានបន្ទុកគ្រួសារហើយណាមួយតាក់ទងនឹងការងារច្រើនទៀតបងបន្ទុកគ្រួសារនិងបន្ទុកគ្រួសារយ៉ាងម៉េចដែរដូចជាគាត់ទុកលំបាកច្រើនណាមួយគាត់មានយាយជរានៅខាងផ្ទះទៀតបងហើយយើងអាចណាត់ជួបគាត់នៅពេលណាបានដែរបាទបងជាមួយខ្ញុំតាក់ទងមកពួកគាត់អាចអាទិត្យក្រោយបានណាបងចឹងអាទិត្យក្រោយเนาะបាទចឹងអរគុណច្រើនទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងធ្វើឡើងដើម្បីខ្លាជួយខ្លាបំពេញក្តីស្រមៃនៅក្នុងថ្ងៃមង្គលឥឡូវនេះយើងមានវត្តមានរបស់ខ្លាណែនាំនៅគូស្នេហ៍មួយគូតែយើងមិនទាន់ដឹងថាសាច់រឿងពួកគាត់តាក់ទាញនៅក្រុមការងារយ៉ាងណាដែរសូមរងចាំតាមដានទស្សនាជាបន្តតាមការណាត់ជួបខ្លានិងគូស្នេហ៍ឥឡូវនេះក្រុមការងារស្រាបៀអានឈើកំពុងតែធ្វើដំណើរទៅជួបពួកគាត់ដែលកូនប្រុសមានឈ្មោះថាផលរូប៊ីអាយុ22ឆ្នាំចំណែកឯកូនស្រីមានឈ្មោះថាអេងសុធីវីអាយុ24ឆ្នាំដែលអ្នកទាំងពីរមានទីលំនៅនៅខណ្ឌផ្សេងគ្នាក្នុងរាជធានីភ្នំពេញចំណុចដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍គឺសាច់រឿងស្នេហានិងភាពកតញ្ញូរបស់គូស្នេហ៍នេះដូចនេះសូមទេសនាសាច់រឿងស្នេហាលម្អិតរបស់ពួកគាត់ទាំងពីរដូចតទៅខ្ញុំចាប់អារម្មណ៍លើ TV នៅពេលដែលខ្ញុំធ្វើការក្រាសាំងជាមួយនឹងគ្នាខ្ញុំជាបុគ្គលិកចាក់សាំងហើយគាត់ជាបុគ្គលិកកាសៀននៅក្នុង Amazon អ្វីដែលខ្ញុំចាប់អារម្មណ៍គាត់គឺភាពប្រកែករបស់គាត់សេចក្តីរួសរាយរាក់ទាក់ហើយភាពស្មោះត្រង់ហើយខ្ញុំអត់សូវហ៊ាននិយាយជាមួយនឹងគាត់ទេសារគាត់កាចបន្តិចពួកខ្ញុំទាំងពីរធ្វើការមួយគ្នាថ្ងៃមួយរូប៊ីគាត់បានបដូរកន្លែងការងារទៅកន្លែងផ្សេងបន្ទាប់មកមេរបស់ខ្ញុំនឹងបានហៅគាត់មកធ្វើសាបនៅកន្លែងធ្វើការរបស់ខ្ញុំក្រៅពីគាត់ចាក់សាំងនឹងគាត់ក៏ចេះធ្វើការសំណង់ដែរគាត់ក៏បានមកចាក់សាបនៅកន្លែងខ្ញុំបន្ទាប់មកគាត់ក៏សួរខ្ញុំថាមានសង្សារនៅហើយខ្ញុំក៏ប្រាប់គាត់ថានៅខ្ញុំក៏ឆ្ងល់ក្នុងចិត្តថាហេតុអីគាត់ក៏សួរខ្ញុំបែបហ្នឹងប៉ុន្តែខ្ញុំក៏ដឹងថាគាត់លួចចាប់អារម្មណ៍ខ្ញុំយូរហើយតាំងពីនៅធ្វើការជាមួយគ្នាដោយសារតែគាត់លួចមើលខ្ញុំយូរហើយលួចក្រាស់គេតាំងពីធ្វើការជាមួយគ្នារហូតដល់ត្រូវផ្លាស់ទៅធ្វើការនៅកន្លែងដទៃតែរូប៊ីគ្មានភាពហានខ្លាសារភាពទៅសុធាវីឡើយតែបែរជាសាកស័ព្ទពាក្យក្នុងចិត្តប្រាប់ទៅដែនដែលជាមេពីដំណើរដែលខ្លួនលួចស្រឡាញ់សុធាវីទៅវិញក៏ប៉ុន្តែខ្ញុំដឹងថារូប៊ីគាត់ចាប់អារម្មណ៍ទៅលើសុធីវីយូរហើយប៉ុន្តែគាត់អត់ហ៊ានសារភាពនៅថ្ងៃមួយក៏រូប៊ីគាត់មកជួយធ្វើការឡាននៅខាងខ្ញុំបន្ទាប់មកគាត់ក៏ប្រាប់ខ្ញុំថាគាត់ចាប់អារម្មណ៍នៅបុគ្គលិក Amazon ហើយខ្ញុំក៏ប្រាប់នៅខាង Amazon វិញថានៅគ្នាយើងរូប៊ីចាប់អារម្មណ៍គ្នាយើងនៅក្នុង Amazon អញ្ចឹងបន្ទាប់មកខ្ញុំក៏ដឹងថារូប៊ីគាត់ចាប់អារម្មណ៍ទៅលើសុធីវីដោយសារខ្ញុំឃើញពួកគាត់សំគ្នាខ្ញុំក៏បានប្រាប់សុធីវីថាមានគេចាប់អារម្មណ៍សុធីវី
ហើយមួយទៀតតកតមួយតំណែងតំណងពីអ្នកគាត់ខ្ញុំគិតថាស័ក្តិសមគ្នាដោយសារតែពួកគាត់តស៊ូដូចគ្នាជាមួយនឹងការខិតខំដូចគ្នា Inside your waiting on, waiting on. ថ្ងៃមួយហ្នឹងខ្ញុំបានទៅដកលុយនៅទូ ATM នៅកន្លែងក្រាសាំងដែលរូប៊ីធ្វើការថ្មីបន្ទាប់មកខ្ញុំក៏បានឃើញគាត់ចាក់សាំងឲ្យភ្ញៀវហើយខ្ញុំក៏បានឆ្លៀតចូលទៅសួរគាត់ថាពេលហ្នឹងនិយាយអីគេខ្លះមួយមេខ្ញុំ បន្ទាប់ពីដែលគាត់បានសួរខ្ញុំហើយខ្ញុំក៏បានឆ្លើយប្រាប់គាត់ថាដូចអ្វីដែរបងដែនបានប្រាប់ខ្លួនឯងចឹងហើយពេលហ្នឹងគាត់អារម្មណ៍គាត់ដូចជាខឹងខ្ញុំមែនតើខ្ញុំអត់ក៏អត់ហ៊ានជជែកអីមួយគាត់ច្រើនដែរហើយគាត់ក៏ជិះម៉ូតូទៅបាត់ពេលហ្នឹងខ្ញុំពិតជាអត់សូវសប្បាយចិត្តទេគាត់ថាគាត់ស្អប់ខ្ញុំហើយពេលហ្នឹងខ្ញុំក៏មានមធ្យោបាយមួយដែលតាក់ទងទៅបងដែនសុំ link Telegram ដើម្បីកំងកាហ្វេបន្ទាប់ពីខ្ញុំបាន link កំងកាហ្វេហើយខ្ញុំដាក់ order កាហ្វេធម្មតាប៉ុន្តែពេលហ្នឹងគឺខ្ញុំអត់បានបញ្ជាក់ពីរសជាតិស្ករទេគាត់ក៏ឆាតមកខ្ញុំហើយពេលហ្នឹងខ្ញុំពិតជាសប្បាយចិត្តមែនតើដែលបាន contact របស់គាត់ ដោយការគ្រងទុកកំងកាហ្វេគ្រាន់តែជាលេសរឿងពិសេសគឺទំនាក់ទំនងពួកគេក៏បានចាប់ផ្ដើមរហូតដល់យល់ចិត្តយល់ថ្លើមផ្ដើមគិតពីការកសាងគ្រួសារជាមួយគ្នាតែដើម្បីឲ្យប្រកបរ៉ូប៊ីបាននាំសធីវីទៅមើលស្ថានភាពពិតប្រាកដនៃគ្រួសារកំសត់របស់ខ្លួន បន្ទាប់ពីខ្ញុំនិយាយជាមួយនឹងវីខ្ញុំប្រាប់គាត់ថាស្ថានភាពគ្រួសាររបស់ខ្ញុំគឺពិបាកខ្លាំងមែនតើប៉ុន្តែខ្ញុំអត់ចង់ឲ្យគាត់គិតថាខ្ញុំនិយាយបានតែមាត់និយាយកុហកគាត់ខ្ញុំក៏នាំគាត់ទៅមើលស្ថានភាពគ្រួសារខ្ញុំជាក់ស្ដែងគឺផ្ទះខ្ញុំស្ថានភាពនៅអត់សមរម្យទេហើយផ្ទះខ្ញុំនៅលើទឹកអ្វីដែលខ្ញុំមិនដែលទទួលបានភាពកក់ក្ដៅពីគ្រួសាររបស់ខ្ញុំគឺឪពុកម្ដាយខ្ញុំគឺគាត់បានបែកបាក់គ្នាគាត់បានលែងលះគ្នាតាំងពីខ្ញុំអាយុនៅ4ឆ្នាំខ្ញុំក៏បានរស់នៅជាមួយនឹងយាយជាមួយនឹងពូតាំងពីតូចដល់ខ្ញុំធំនៅក្ដីដល់ប៉ុណ្ណេះសម្រាប់យាយដែលខ្ញុំឃើញពីការលំបាករបស់គាត់ការតស៊ូរបស់គាត់គឺគាត់ខំប្រឹងលក់បន្លែលក់អីវ៉ាន់ឲ្យតែបានចំណូលបានចាំខ្ញុំគ្រប់គ្រងអាហារឲ្យខ្ញុំគឺខ្ញុំឃើញពីការលំបាករបស់គាត់បច្ចុប្បន្ននេះយាយខ្ញុំក៏គាត់មានជំងឺជាប់ខ្លួនដែរខ្ញុំតែតែព្យាយាមគិតពីគាត់តែតែទៅមើលគាត់ជាប្រចាំដោយសារយាយគាត់ចាស់ហើយខ្ញុំអ្វីដែលខ្ញុំអាចធ្វើបានគឺការខំប្រឹងរបស់ខ្ញុំចង់ឲ្យយាយគាត់ឃើញពីភាពលេចធ្លោរបស់ខ្ញុំឃើញពីអ្វីដែលខ្ញុំខំប្រឹងឲ្យគាត់ឃើញតែពេលដែលអត់ពីគាត់ទៅគឺខ្ញុំអាចរស់នៅក្នុងសង្គមនេះបាននេះអ្វីដែលខ្ញុំចិត្តរបស់ខ្ញុំចង់បានហើយអ្វីដែលខ្ញុំមិនសប្បាយចិត្តគឺខ្ញុំខ្លាច TV ទទួលយកស្ថានភាពគ្រួសារខ្ញុំអត់បានទទួលយកខ្ញុំអត់បាន ក្រោយពីខ្ញុំបានឃើញស្ថានភាពគ្រួសារគាត់ខ្ញុំអាណិតគាត់ហើយនឹងកាន់តែស្រឡាញ់គាត់ទៀតខ្ញុំកាន់តែឃើញពីភាពល្អរបស់គាត់គាត់ជាមនុស្សល្អគាត់មានទំនួលខុសត្រូវគាត់តស៊ូខ្ញុំយល់ថាខ្ញុំអាចកសាងជីវិតគ្រួសារជាមួយនឹងគាត់បានតែគាត់ធ្វើឲ្យខ្ញុំអន់ចិត្តព្រោះអីគាត់កុហកខ្ញុំ អ្វីដែលខ្ញុំកុហកគាត់គឺធ្វើការងារពេលយប់ខ្ញុំបានសន្យាជាមួយនឹងគាត់ថាខ្ញុំឈប់ធ្វើការពេលយប់ហើយខ្ញុំធ្វើការងារតែថ្ងៃប៉ុន្តែខ្ញុំធ្វើវាអត់បានខ្ញុំពិតជាមានផលលំបាកខ្លាំងមែនតើខ្ញុំអត់ចង់កុហកមនុស្សដែលខ្ញុំស្រឡាញ់ទេប៉ុន្តែខ្ញុំធ្វើវាអត់បានដោយសារពូខ្ញុំគាត់គ្រោះថ្នាក់ចរាចរណ៍បាក់បោកដៃបន្ទុកនៅក្នុងគ្រួសារទាំងអស់គឺធ្លាក់មកលើខ្ញុំហើយយាយក៏គាត់ឈឺមានជំងឺជាប់ខ្លួនទៀតខ្ញុំពិតជាពិបាកខ្លាំងមែនតើ ខ្ញុំត្រូវខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ទោះថាខ្ញុំហត់ចឹងមិនក៏ដោយក៏ខ្ញុំនៅតែខំប្រឹងធ្វើការដើម្បីសន្សំលុយឲ្យបានកាន់តែច្រើនដោយសារខ្ញុំបានសន្យាមួយគាត់ថាឆ្នាំក្រោយខ្ញុំត្រូវប្រឹងរកលុយការជាមួយនឹងគាត់ខ្ញុំអត់ចង់ឲ្យខកការសន្យាជាមួយនឹងគាត់ទេត្រូវខំប្រឹងរកលុយទាំងថ្ងៃទាំងយប់ទោះថាបបាមិនក៏ដោយឈឺក៏ហ៊ានសម្រាប់ដែរត្រូវផ្ដល់លុយ ទៅដល់យាយទិញថ្នាំទិញអីឃើញពីការលំបាករបស់យាយឃើញពីភាពលំបាករបស់ពូដែលគាត់គ្រោះថ្នាក់ចរាចរណ៍គាត់សម្រាប់នៅផ្ទះអត់មានចំណូលការចំណាយទាំងអស់នៅលើខ្ញុំវាកាន់តែច្រើនហើយខ្ញុំត្រូវខំប្រឹងបោះលុយដងថ្ងៃការទៀតខ្ញុំសង្ឃឹមថាគាត់នឹងយល់ពីខ្ញុំយល់ពីការលំបាករបស់ខ្ញុំ ខ្ញុំអាណិតគាត់បារម្ភគាត់ខ្លាចគាត់ឈឺអញ្ចឹងបានខ្ញុំអត់ចង់ឲ្យគាត់ធ្វើការពេលយប់តែខ្ញុំក៏យល់ពីស្ថានភាពគ្រួសារគាត់ដែរមូលហេតុទាំងអស់នេះហើយដែលខ្ញុំអាណិតគាត់ហើយខ្ញុំក៏បានខ្ចប់បាយយកទៅឲ្យគាត់ដល់កន្លែងធ្វើការ
ដោយសារតែខ្ញុំអត់ចង់ឲ្យគាត់ចំណាយច្រើនហើយបន្ទាប់មកពួកខ្ញុំក៏បានសំលុយទុករៀបការជាមួយនឹងគ្នា ដោយមើលឃើញពីទំនួលខុសត្រូវនិងភាពកតញ្ញូចំពោះគ្រួសារសុទ្ធាវីកាន់តែមានចិត្តអាណិតស្រឡាញ់រូប៊ីទ្វេដងហើយធ្វើឲ្យបំណងប្រាថ្នាសាងគ្រួសាររបស់ពួកគេបានសម្រេច inside your waiting arms, waiting arms. អ្វីដែលខ្ញុំស្នើទៅដល់ក្រុមហ៊ុន Anchor គឺទឹកប្រាក់ចំនួន$1000ដើម្បីចំណាយនៅក្នុងកម្មវិធីមង្គលការរបស់ខ្ញុំគឺខ្ញុំបារម្ភថាខ្លាចពេលដែលរៀបការហើយគឺខាតអញ្ចឹងខ្ញុំអត់មានសមត្ថភាពឬក៏លុយដើម្បីសងគេទេខ្ញុំសង្ឃឹមថាក្រុមហ៊ុន Anchor នឹងផ្ដល់ជាថវិកាមួយចំនួនដើម្បីខ្ញុំទប់ចំណាយនៅក្នុងកម្មវិធីមង្គលការរបស់ខ្ញុំអ្វីដែលខ្ញុំរំពឹងគឺសង្ឃឹមថាសល់លុយពីចំណងដៃមួយចំនួនដើម្បីយកលុយទៅជូនយាយដើម្បីជាការដឹងគុណហើយដែលគាត់បានមើលថែបីបាច់ចិញ្ចឹមខ្ញុំតាំងពីតូចទៅថាគាត់ពិបាកមិនក៏គាត់អត់ដែរបោះបង់ខ្ញុំនេះហើយគឺជាអ្វីដែលខ្ញុំរំពឹងពីក្រុមហ៊ុន Anchor ទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្នេហានិងភាពកតញ្ញូរបស់រូប៊ីបន្ទាប់ពីសុទ្ធាវីបានដឹងរឹតតែធ្វើឲ្យសុទ្ធាវីមានចិត្តអាណិតស្រឡាញ់ទ្វេដងទៅលើរូប៊ីខ្ញុំសង្ឃឹមថាក្រុមការងារស្រាប៊ី Anchor នឹងរំភើបចិត្តនៅស្នេហានិងភាពកតញ្ញូរបស់អ្នកទាំងពីរបន្ទាប់ពីបានសាកសួរដែនដែរជាខ្លើពីដំណើររៀបចំមង្គលការរបស់សុទ្ធាវីនិងរូប៊ីពិធីមង្គលការរបស់អ្នកទាំងពីរប្រព្រឹត្តទៅតែមួយថ្ងៃដោយទុកតែពិធីសំខាន់មួយចំនួនតែប៉ុណ្ណោះខ្ញុំនឹងដាក់សំណើស្នើទៅកាន់ក្រុមហ៊ុនស្រាប៊ី Anchor សម្រាប់គូស្នេហ៍មួយគូនេះកុំភ្លេចជា Anchor សម្រាប់ថ្ងៃមង្គលរបស់អ្នកនឹកខ្លាដល់ហើយតោះជុំគ្នាអាហ្នឹងវាទាំងឯងនេះចឹងមើលស្គាល់វាចេះហែកមកអញហែកចឹងមិនខ្លួនឯងហាន់ឲ្យទុយទុយឲ្យវាទៅអានេះនឹងទៅដាក់លេបទៅអាយស៊ីស្តេកតាទុកសោចេះអាហ្នឹងពេកអាហ្នឹងស្អុយឃ្លានណាឡើងលើតិចមកហើយទៅមិនអាសកលវាស៊ីអូយនេះឲ្យទុយមកដែរអូយហើយច្បាស់ហើយហ្នឹងដូចចិត្តអត់ទៅហូបពេលទេណាមើលយាយមានពាក្យអីផ្ដាំទៀតអត់គាត់ក៏ធ្វើឲ្យពូម៉ាក់ខ្ញុំខូចចិត្តទៅបានហើយអើយអាមិនទៀតដែរអានេះអីមកហឹកខ្លាយើងខ្លាញ់ចឹងសំដីអាក្រក់បន្តិចតែខ្វល់ពីយើងជាងគេអញ្ចឹងពីឯងនិយាយគេមិនហ្នឹងមានបកែដែរនឹកខ្លាដល់ហើយតោះជុំគ្នាកុំភ្លេចជា Anchor សម្រាប់ថ្ងៃមង្គលរបស់អ្នកពេលវេលាកន្លងទៅជាច្រើនសប្តាហ៍និងបន្ទាប់ពីបានពិនិត្យមើលយ៉ាងលម្អិតទៅលើប្រវត្តិស្នេហ៍ក៏ដូចជាបំណងប្រាថ្នារបស់រូប៊ីនិងសុទ្ធាវីរួចមកក្រុមហ៊ុនស្រាប៊ី Anchor បានសម្រេចចិត្តបំពេញបំណងប្រាថ្នាឲ្យគូស្នេហ៍មួយគូនេះនៅក្នុងថ្ងៃមង្គលរបស់ពួកគាត់ដែលពិធីមង្គលរបស់អ្នកទាំងពីរកំពុងប្រព្រឹត្តទៅនៅភូមិឡកំបោរសង្កាត់ស្វាយប៉ាក់ខណ្ឌរសីកែវរាជធានីភ្នំពេញឥឡូវនេះយើងនឹងប្រគល់ស្រាបៀរ50កេសជូនពួកគាត់
សិជនស្ទីគោរពនិងជាទីមេត្រីតាមការស្នើរបស់អ្នកទាំងពីររួមជាមួយនឹងវត្តមានរបស់ខ្លាពីក្រុមហ៊ុនរបស់ស្រាបៀ Anchor នឹងធ្វើការចងដៃជូនទៅកាន់អ្នកទាំងពីរដើម្បីឲ្យអ្នកទាំងពីរបានរៀបចំចាត់ចែងនៅក្នុងកម្មវិធីទាំងមូលផ្ទាល់តែម្ដងឥឡូវនេះសូមអញ្ជើញខ្លាបាទធ្វើការចងដៃជូនទៅកាន់បាទសធិរីហើយនិងរូប៊ីនៅទឹកប្រាក់ចំនួន4 លានរៀលបាទចូលរួមអបអរសម្រាប់អ្នកទាំងពីរផងដែរប្រវត្តិមានរបស់រូប៊ីបាទមានអារម្មណ៍យ៉ាងណាដែរសូមគោរពអញ្ជើញ និយាយទៅបងគឺសប្បាយចិត្តខ្លាំងបងគឺអីយាយអត់បានទេបងមានតែថ្លែងអំណរគុណដល់បងដែលបាន support ជាច្រើនហើយខាងក្រុមហ៊ុនស្រាបៀ Anchor ក៏បានបំពេញបំណងនិងសំណើរបស់ខ្ញុំដូចគ្នា អរគុណច្រើនរូប៊ីចុះសធិរីវិញមែន រំភើបខ្លាំងបងដែលក្រុមហ៊ុន Anchor បានមកជូនរង្វាន់ដល់កន្លែង អរគុណច្រើនបាទសធិរីអរគុណឥឡូវនេះបំណងប្រាថ្នារបស់ដែនដែលជាខ្លាបានសម្រេចហើយមានអារម្មណ៍យ៉ាងណាដែរបាទសូមគោរពអញ្ជើញ អរគុណដល់ខាងស្រាបៀ Anchor ដែលបានចុះមកជួយពួកគាត់ទៅតាមអ្វីដែលពួកគាត់បានស្នើសុំសម្រាប់ខ្ញុំដែរមានតែពាក្យថាអរគុណទៅដល់ខាងស្រាបៀ Anchor ដែលបានជួយបំពេញបំណងរបស់ពួកគាត់អរគុណ អរគុណច្រើនសម្រាប់វត្តមានរបស់ខ្លាដែលជាដែនរួមជាមួយនឹងវត្តមានរបស់កូនកំឡោះនិងកូនក្រមុំទស្សនិកជនជាទីគោរពនិងជាទីមេត្រីដោយសារតែឃើញការតស៊ូនិងភាពកតញ្ញូរបស់រូប៊ីផ្ទាល់តែម្ដងមកកាន់លោកយាយហើយរូប៊ីធ្លាប់និយាយមកកាន់ខ្ញុំបាទផ្ទាល់តែម្ដងថាពិតជាចង់ឃើញលោកយាយមានស្នាមញញឹមបន្ទាប់ពីរូប៊ីរៀបអាពាហ៍ពិពាហ៍រួចសល់ទឹកប្រាក់ខ្លះដើម្បីជូនទៅកាន់លោកយាយពី Anchor ផ្ទាល់តែម្ដងសូមប្រគល់នៅទឹកប្រាក់ចំនួន2 លានរៀលជូនរូប៊ីបន្ថែមទៀតដើម្បីឲ្យរូប៊ីយកទៅជូនលោកយាយដែលជាព្រះរស់ខំចិញ្ចឹមបីបាច់ថែរក្សារូប៊ីតាំងពីបាតជើងក្រហមរហូតមកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះផ្ទាល់តែម្ដង និយាយទឹកប្រាក់ដែលខ្ញុំបានស្នើទៅកាន់ក្រុមហ៊ុនស្រាបៀ Anchor ខាងក្រុមហ៊ុនគាត់ក៏បានបំពេញបំណងខ្ញុំដូចគ្នាហើយទឹកលុយនេះខ្ញុំសូមប្រគល់ជូនយាយដើម្បីឲ្យយាយបានដើរលេងឬក៏ធ្វើបុណ្យតាមដែលចិត្តយាយគាត់ថាយាយអាចធ្វើអីបានដែលសុបាយចិត្តខ្ញុំចង់ឃើញយាយសុបាយចិត្តដោយសារយាយមើលតាខ្ញុំតាំងពីតូចខ្ញុំពិតជារំភើបមែនទែនគុំបំណងរបស់ខ្ញុំបើសិនជាខ្ញុំសល់លុយក្នុងកម្មវិធីមង្គលការរបស់ខ្ញុំនឹងសន្យាមកយាយថាខ្ញុំនឹងធ្វើបុណ្យជូនយាយតាមសេចក្តីបំណងដែលយាយចង់បាននេះទឹកលុយដែលក្រុមហ៊ុនស្រាបៀ Anchor គាត់បានជួយខ្ញុំឥឡូវខ្ញុំយកមកជូនយាយ យាយសូមអរគុណចៅដែលយកលុយនេះមកជូនយាយយាយសូមឲ្យពរចៅទាំងពីរឲ្យអាយុវែងសុខសប្បាយរស់ស៊ីមានបានហើយយាយក៏សូមអរគុណ ខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបហើយសប្បាយចិត្តជាខ្លាំងណាស់ដែលក្រុមហ៊ុន Anchor បាទដែលគាត់មានចិត្តមេត្តាធម៌បាទអាណិតស្រឡាញ់កូនខ្ញុំហើយបានជួយជាចំណងដៃទៅទឹកប្រាក់មួយចំនួនហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Anchor យ៉ាងជ្រាលជ្រៅបាទខ្ញុំមានអារម្មណ៍រំភើបជំនួសពួកគាត់ហើយមិននឹកស្មានថាខាង Anchor សប្រៃដល់ពួកគាត់ហើយខ្ញុំជូនពរអរគុណដល់កូនមុំស្រឡាញ់គ្នារហូតដល់ចាស់ បន្ទាប់ពីបងប្អូនទាំងអស់គ្នាបានស្ដាប់នៅចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងថ្ងៃមង្គលជ័យរបស់រូប៊ីនិងសុធាវីរួចរាល់ជាបន្តសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅនៅពេលល្ងាចសម្រាប់ថ្ងៃមង្គលជ័យរបស់រូប៊ីនិងសុធាវីដូចតទៅពន្លឺព្រះអាទិត្យកាន់តែបន្ថយកម្ដៅនៅសល់តែពន្លឺពណ៌មាសជះលើរោងជ័យដែលវេលានេះភ្ញៀវរបស់កូនកំលោះកូនក្រមុំក៏កំពុងតែចូលរួមក្នុងពិធីពិសាភោជនាអាហារអបអរថ្ងៃមង្គលរបស់សុធាវីនិងរូប៊ីហើយក៏ជានីតិដែលខ្ញុំត្រូវចូលទៅធ្វើឲ្យកម្មវិធីរបស់ពួកគាត់កាន់តែសប្បាយរីករាយផងដែរ អរគុណច្រើនបាទជាដំបូងសូមអនុញ្ញាតគោរពនិងជម្រាបសួរដល់វត្តមានរបស់អាដាមលោកជំទាវអ្នកអង្គការលោកញ៉ានិងបណ្ដាភ្ញៀវកិត្តិយសជាតិអន្តរជាតិដែលបានផ្ដល់ជាកិត្តិយសចូលរួមនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីសុធាវីហើយនិងរូប៊ីអ្នកដែលទទួលបានផ្កាពីកូនកំលោះនិងកូនក្រមុំបោះនៅក្នុងរាត្រីនេះពីក្រុមហ៊ុនស្រាបៀ Anchor ផ្ដល់ជូន10ផ្កាសម្រាប់អ្នកចាប់បាន ត្រៀម1 2
ម្ចាស់បាច់ការហើយ បាទសូមជូនពរកូនកន្លោះកូនកំមុំឲ្យស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ យ៉ាតែដៃមួយជាបន្តសូមអញ្ជើញវត្តមានរបស់សភាពកូនកន្លោះនិងកូនកំមុំរួមជាមួយនឹងខ្លើដែលបានចាប់បានប្រការនៅក្នុងត្រីចុះទៅខាងក្រោមដើម្បីជួបជាមួយនឹងកម្មវិធីបន្តសូមអនុញ្ញាតក្រុមអញ្ជើញក្រុមការងារបង្ហាញជាមួយនឹងនំខេនំមួយនេះគឺជានំដែលសប្រៃអ្នកទាំងពីរនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដ៏មានតម្លៃហើយអ្នកទាំងអស់គ្នាក៏អាចចាំអត់មើលជាមួយនឹងក្រុមការងារស្រាបៀរអានឈើឬក៏កម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងខ្លើជួយខ្លើបំពេញក្តីស្រមៃនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ត្រៀម1 2 3 វ៉ាវ2 លានរៀលនៅក្នុងនំកេកជាការសប្រៃពីកម្មវិធីអាពាហ៍ពិពាហ៍បេះដូងក្លើជួយក្លើបំពេញក្តីស្រមៃក្នុងថ្ងៃមង្គលរបស់រូប៊ីនិងសុធាវីដកមកខាងលើដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាសូមសម្លេងជូនរូប៊ីនិងភរិយាមួយទៀតមកវ៉ាវទឹកប្រាក់ដំបងគឺយើងធ្វើការចងដៃទៅកាន់រូប៊ីរួមជាមួយនឹងសុធាវីនៅចំណងដៃចំនួន4 លានរៀលបន្ទាប់ពីឃើញនៅទឹកចិត្តក៏ដូចជាភាពកតញ្ញូរបស់រូប៊ីទៅកាន់លោកយាយនិងការអាណិតស្រឡាញ់ពីក្រុមហ៊ុនស្រាបៀរអានឈើធ្វើការសប្រៃនៅកាដូបន្ថែមចំនួន2 លានរៀលរហូតមកដល់រាត្រីនេះក្រុមហ៊ុនផ្ទាល់នឹងធ្វើការសប្រៃនៃការដាក់នំខេកបន្ថែមចំនួន2 លានរៀលទៀតសរុបទឹកប្រាក់រួមបន្ថែមនៅក្នុងរាត្រីនេះទឹកប្រាក់ដែលក្រុមហ៊ុនស្រាបៀរអានឈើក្នុងកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងខ្លើជួយខ្លើបំពេញក្តីសម័យក្នុងថ្ងៃមង្គលសរុបទឹកប្រាក់គឺចំនួន8 លានរៀលបន្ថែមពីលើទឹកប្រាក់8 លានរៀលនេះក្រុមការងារស្រាបៀរអានឈើថែមជូននៅស្រាបៀរអានឈើចំនួន40កេសរួមជាមួយនឹងស្រាបៀរ ABC ចំនួន10កេសសរុប50កេសបន្ថែមទៀតវ៉ាវជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអាំងឈើដែលបានឧបត្ថម្ភឲ្យជាមួយនឹងមានការ surprise ផ្សេងៗដល់ខ្ញុំពិតជារំភើបខ្លាំងមែនទែនជូនពរដល់ស្ថាបនិកក្រុមហ៊ុនស្រាបៀរអាំងឈើឲ្យគាត់មានសុខភាពល្អធ្វើដំណើរជិតឆ្ងាយជួបសុខតែសំណាងល្អហើយសូមជូនពរលោកយាយរបស់ខ្ញុំដែលគាត់មានអាយុ70ឆ្នាំជាងហើយជូនពរឲ្យគាត់អាយុវែងធ្វើខ្ញុំមានចៅហើយជាមួយនឹងភាពជោគជ័យដែលខ្ញុំខំប្រឹងធ្វើបន្តទៀតជូនគាត់ហើយជាមួយនឹងគ្រួសាររបស់ខ្ញុំដូចគ្នាហើយខ្ញុំក៏សូមអរគុណទៅកាន់បងដែនដូចគ្នាដែរដែលបានជួយ support ខ្ញុំជាច្រើនមែនតើអរគុណខ្លាំងមែនតើបងហើយជាមួយនឹងបងទីកដូចគ្នាហើយបងក្រុមការងារអាំងឈើអរគុណខ្លាំងមែនតើបងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាជាមួយនឹងកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងខ្លើជួយខ្លើបំពេញក្តីស្រមៃនៅក្នុងថ្ងៃមង្គលយ៉ាងសប្បាយរីករាយជាមួយនឹងទស្សនវិជ្ជាមង្គលការរបស់រូប៊ីនិងសធាវីកម្មវិធីរបស់យើងធ្វើឡើងបាន3សប្តាហ៍ហើយលោកអ្នកប្រកាសជាចង់ដឹងថាសប្តាហ៍ក្រោយកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងធ្វើដំណើរទៅដល់ខេត្តណានៅពេលវេលានេះកម្មវិធីរបស់យើងបានឈានចូលមកដល់ទីបញ្ចប់យើងនឹងជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដែរយើងខ្ញុំទាំងអស់គ្នានិងកូនកំលោះកូនក្រមុំសូមអរគុណសូមគោរពលាកុំភ្លេចជាអានឈើសម្រាប់ថ្ងៃមង្គលរបស់អ្នកមិនថាស្នេហាភេទដូចគ្នាឬក៏ស្នេហាភេទផ្ទុយគ្នាទេឲ្យតែយើងមានភាពជឿជាក់មានក្តីស្រឡាញ់ពិតប្រាកដកសាងអនាគតកសាងគ្រួសារទៅមុខជាមួយគ្នាបាននោះយើងនឹងស្វែងរកនូវសុភមង្គលពិតប្រាកដបានហើយស្នេហាមិនមែនសំដៅទៅលើភេទទេតែស្នេហាគឺសំដៅទៅលើបេះដូងមនុស្សពីរនាក់